សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនដឹងថាតើហេតុអ្វីស្ត្រីដែលគាត់មិនងាយគេងយប់គឺគាត់ងាយនឹងធាត់ងាយនឹងឡើងគីឡូខ្លាចទៅជាមនុស្សធាត់ខ្លាំងហេតុអីព្រោះដោយសារតែមិនងាយគេងយប់គឺទី1ធ្វើឲ្យអរម៉ូនឃ្លានរបស់គាត់ហ្នឹងលែងប្រក្រតីទៀតហើយដំណើរការលែងត្រឹមត្រូវទៀតហើយធ្វើឲ្យកើនឡើងអរម៉ូនក្រេលីនហ្នឹងគឺជាអរម៉ូនធ្វើឲ្យយើងឃ្លានចេះតែឃ្លានរហូតហើយអរម៉ូនដែលទប់ទល់ជាមួយវាគឺលឹកទីនហ្នឹងធ្លាក់ចុះគឺជាអរម៉ូនដែលពេលណាដែលយើងញ៉ាំច្រើនហើយវាប្រាប់មកយើងថាយើងឆ្អែតហើយយើងគ្រប់គ្រាន់ហើយយើងចុះឃ្លាន ប៉ុន្តែនៅពេលដែលអរម៉ូនលឹកទីនឹងវាធ្លាក់ចុះធ្វើឲ្យអរម៉ូនទាំងពីរលែងមានលំនឹងទៀតហើយអញ្ចឹងយើងញ៉ាំយ៉ាងណាក៏នៅតែឃ្លានយើងញ៉ាំកាន់តែច្រើនកាន់តែឃ្លានអញ្ចឹងជាហេតុធ្វើឲ្យយើងឡើងគីឡូទី2គឺឃ្លានរបស់ដែលមិនសូវមានប្រយោជន៍ឬរបស់ដែលប៉ះពាល់ដល់សុខភាពដូចជារបស់ដែលមានជាតិស្ករខ្ពស់គ្រឿងកំប៉ុងរបស់ផ្អែមជាដើមហើយចូលចិត្តរបស់ដែលមានសារធាតុខ្លាញ់ច្រើនដូចជា fast food មាន pizza burger អីជាដើមហ្នឹងទី3គឺបំលែងកម្មចុកខ្សោយបំលែងកម្មចុកខ្សោយមានន័យថាម៉េច គឺរាងកាយរបស់យើងផ្លាស់ប្ដូរសារធាតុទៅវិញទៅមកលែងល្អដូចមុនទៀតហើយកាលមុនយើងលើសជាតិខ្លាញ់អីរាងកាយរបស់យើងបញ្ចេញចោលយើងលើសជាតិអឺស្ករអីរាងកាយរបស់យើងបញ្ចេញចោលយើងញ៉ាំយ៉ាងណាក៏មិនធាត់ដែរកាលយើងនៅក្មេងមានន័យថារាងកាយរបស់យើងផ្លាស់ប្ដូរសារធាតុហ្នឹងបានល្អអត់ងាយប្រែប្រួលអីទេអត់ងាយឡើងគីឡូអត់ងាយចុះគីឡូទេគឺនៅថេះនៅហ្នឹងទី3គឺរាងកាយរបស់យើងមានអីលើសមកគឺបញ្ចូលរក្សាទុកច្រើនលើសច្រើនកាឡូរីនៅសល់ច្រើនអញ្ចឹង ចេះតែរក្សាទុកយូរៗចឹងធ្វើឲ្យរាងកាយរបស់យើងនឹងធាត់ហើយកាលណាដែលយើងនៅយប់ជ្រៅយូរទៅអញ្ចឹងសារធាតុខ្លាញ់ដែលរក្សាទុកនៅក្នុងខ្លួនរបស់យើងនឹងកាន់តែច្រើនឡើងហើយកាន់តែលឿនឡើងហើយចុងក្រោយគឺធ្វើឲ្យយើងនឹងខ្ជិលមានចលនាហេតុអីព្រោះដោយសារតែពេលយប់ឡើងយើងអត់គេងទេដូច្នេះហើយមិនវិញថ្ងៃឡើងងងុយគេងនៅតែផ្ទះនៅតែលើគេមិនមានចលនាច្រើនកាត់បន្ថយសកម្មភាពក៏ដូចជាការងារក៏ដូចជាការហាត់ប្រាណរបស់យើងអញ្ចឹងមិនវិញយើងមិនបានបញ្ចេញឬក៏ដុតបំផ្លាញកាឡូរីសារធាតុខ្លាញ់នៅក្នុងខ្លួនរបស់យើងទេអញ្ចឹងវាជាឱកាសដែលធ្វើឲ្យរាងកាយរបស់យើងនឹងមានអត្រាកើនគីឡូឡើងបន្តទៀតហើយបន្ថែមទៅលើចំណុចផ្សេងៗទៀតហើយមិនមែនថាគ្មានដំណោះស្រាយទេអញ្ចឹងបងប្អូននារីដើម្បីកុំឲ្យឡើងគីឡូច្រើនសូមចូលគេងបានព្រលប់បន្តិចហើយល្អបំផុតថ្មិចគេងឲ្យបានលក់ឲ្យបានមុនម៉ោង10យប់ហើយបានស្កប់ស្កល់រហូតដល់ម៉ោង3ម៉ោង4ព្រឹកទៅនឹងល្អហើយនឹងអឺបើសិនជាបងប្អូនដែលគាត់ធ្វើការតម្រូវឲ្យគាត់ធ្វើយប់ជ្រៅអញ្ចឹងអាហ្នឹងយើងត្រូវឧស្សាហ៍ទៅឆែកសុខភាពក៏ដូចជាពិភាក្សាជាមួយវិជ្ជាបណ្ឌិតរបស់បងប្អូនដើម្បីធ្វើការអឺទប់ទល់ឬក៏ជំនួយទៅលើចំណុចមិនប្រក្រតីមួយចំនួនជាពិសេសគឺអរម៉ូនទាំងពីរអរម៉ូន ghrelin ហើយនិងអរម៉ូន leptin យើងធ្វើម៉េចឲ្យវាមានតុល្យភាពឡើងវិញអរគុណសម្រាប់ការតាមដានវីដេអូហើយបងប្អូនកុំភ្លេច share មួយផងអរគុណម្ដងទៀត